នៅអាឡម៉ង់ធ្វើម្ហូបញ៉ាំពីអ្នកបងម៉ៃស្រាប់តែម្ដងខ្មែរលើកនេះគឺធ្វើម្ហូបញ៉ាំពីអ្នកប៉ាវិញម្ដងដោយសារតែម៉ាក់ថ្ងៃនេះមានការឡើងទៅប្រជុំនៅភ្នំពេញអញ្ចឹងនៅផ្ទះតែពីអ្នកប៉ានឹងឯងប៉ាខ្ញុំថាថ្ងៃនេះប៉ាអត់សូវឃ្លានទេកូនជៀនតពងឆាអីតិចតួចគឺញ៉ាំបានហើយខ្ញុំក៏ចាប់ផ្ដើមដាក់ជៀនពងទា3គ្រាប់ហើយហាន់ជាមួយនឹងសាច់គោដើម្បីឆាជាមួយនឹងកាសាំងទៀបនៅអាឡម៉ង់មិនដែលមានកាសាំងទៀបញ៉ាំទេណាបងប្អូនហើយកាសាំងទៀបនេះគឺដកនៅក្នុងភូមិនឹងតែម្ដងអញ្ចឹងហើយពីមុខនឹងគឺហើយមកពេលហើយមានបងប្អូនណាខ្លះដូចខ្ញុំអត់ពីក្មេងអត់ចេះញ៉ាំទេកាសាំងទៀបដល់ពេលឥឡូវវិញទៅជាចូលចិត្តនិយាយទៅខ្លួនយើងគឺប្រែប្រួលមែនតើឥឡូវនេះម្ហូបខ្ញុំឆ្អិនហើយបងប្អូនចាំមើលប៉ាថាមិនដែរខានភ្លក់ស្នាដៃកូនពៅរៀងយូរដែរហីបងប្អូនឃើញម្ហូបទៅពីមុខអញ្ចឹងប្រហែលគិតថាញ៉ាំអត់ឆ្អែតទេការប៉ັດទៅថ្ងៃនេះដោយសារតែមានបង្អែមពិសេសបន្ទាប់ពីបាយហើយអញ្ចឹងម្ហូបមិនបាច់ពិសេសពេកក៏បានដែរប៉ាថ្ងៃនេះយើងម្ហូបមានតែមួយមុខអញ្ចឹងហើយមានផ្អែមពៅផ្អែមវិញជួយសបុកតិចកម្មធម្មជាតិ NSN ហ្នឹងធ្លាប់កំងញ៉ាំម្ដងហើយតើអង្ការខ្ញុំមកលើកមុនក្រៅថាឥឡូវនេះគេមានរសជាតិថ្មីគឺរសជាតិតារ៉េនហើយយើងសាកមើលលើកមុនប៉ាឯងថាអត់បានញ៉ាំសាកគ្រប់រសជាតិថ្ងៃនេះយើងសាក2នាក់ឲ្យគ្រប់រសជាតិដើម្បីរសជាតិមកយើងសាកមើលអាតារ៉េននេះវាចេញថ្មីខ្ញុំកំង2មកយើងសាកម្នាក់មួយគេវិញខ្ចប់លុយមានអត់ព្រាទៀតហ្នឹងហើយមានព្រាទៀតប្រឡាក់ទៀតផ្អែមល្មមអត់ផ្អែមខ្លាំងចាំមិនសាបហើយរសជាតិទុរេននៅខាងលើចាបាសជាទុរេនមែនខ្ញុំចូលចិត្តចំហួយខាងគាត់ណាបងប្អូនអើយមកលើកណាក៏កំងញ៉ាំដែរហើយលើកនេះគឺមានតារ៉េនទៀតឈ្ងុយតារ៉េនមែនតាប៉ាមើលតិចកម្មឃើញអត់បើយើងយកទៅប្រគិនលោកឬប្រគិនយាយចាស់មួយគាត់ថាចាល្អមានកម្លាំងហ៎ជួយគាត់ណាប៉ាឯងចង់សាកអីមួយទៀតដែលលើកមុនអត់បានញ៉ាំយ៉ាងនេះមួយនេះអីគេនេះមើលយេនចង់សាកមើលយេនមើលពណ៌វាមិនស្អាតគាត់មានច្រើនរសជាតិមែនតែនហ្មងណាវិចខ្ចប់ល្អល្អិតរបស់គេប៉ាយើងផ្ញើតាមខេត្តក៏អត់បញ្ហាដែរយកផ្ញើទៅតាមខេត្តគាត់គ្រូភ្លក់មើលប៉ានេះអានេះមើលយេនខ្ញុំយើងក៏ឆ្ងាញ់មកញ៉ាំគេក៏នៅរសជាតិវាសំខាន់គឺអត់ផ្អែមនេះមុំអ្នកកាត់ងឺទឹកនោមផ្អែមនេះមិនធ្វើភ័យដោយសារតែគាត់ជាប្រភេទតិចកម្មធម្មជាតិហ៎អានេះរសជាតិការ៉ុតណាភ្លក់មើលសិនខ្ញុំធ្លាប់ញ៉ាំអីខាងគាត់គឺចូលចិត្តត្រង់ថាសិតតែផ្សំចេញពីធម្មជាតិសុទ្ធហ្មងផលិតចេញពីផ្លែឈើស្រស់ទៅដល់គោស្រស់ហើយធម្មជាតិ 100% គ្រាន់តែពិសេសត្រង់ថាមានតិចកម្មនៅក្នុងហ្នឹងរសជាតិផាសិនម្ដងព្រោះផាសិនដល់ឆ្ងាញ់ហើយជូរអែមអញ្ចឹងណាព្រោះខ្ញុំឲ្យមើលខាងក្រៅមកមានតិចកម្មតុនហ្មងជូរចេញពីផាសិនហ្មងមានអារម្មណ៍ថាញ៉ាំច្រើនក៏វាអត់តលាន់ណាព្រោះវាអត់ផ្អែមខ្លាំងទេចេញមកគឺរបៀបអាហារសុខភាពហ្មងងាយស្រួលញ៉ាំរសជាតិវាតុនឆ្ងាញ់ឥឡូវយើងមកភ្លក់រសជាតិកាលនេះវាជួយអំពន់សុខភាពកូនក្មេងក៏អាចញ៉ាំបានដែរនៅចាស់ក៏អាចញ៉ាំបានដែរបើយើងវាតុនហើយវាស្រួលនេះឲ្យបើឲ្យយើងមានកម្លាំងហើយមានសុខភាពល្អថ្ងៃនេះគឺសុំសាក់គ្រប់រសជាតិហើយអានេះគឺដលងព្រោះមកលោកមុនព្រោះបានតំបានរសជាតិទេហើយឆ្ងាញ់មែនតើខ្ញុំចូលចិត្តណាស់អីដែលសំខាន់ស្រឡាញ់ការវិខ្ចប់របស់គាត់បងប្អូនមកគឺអែមហ្មងនេះខ្ញុំផ្ញើតាមខេត្តណាទៅតាមខេត្តទៅអីក៏បានដែរហើយនេះដោយតិចកម្មមករហូតរសជាតិដលងញ៉ាំទៅប៉ះដលងហ្មងពៅទាំងសុខភាពហើយមានទាំងវីតាមីនទៀតដោយសារតែមើលឃើញហ៎មានតាំងពីតិចកម្មសំពីទៅដល់គោស្រស់ផ្លែឈើបន្លែផ្លែឈើស្រស់ហ្មងឥឡូវដលងពណ៌ស្វាយម្ដងស្រស់ fresh ហ្មងណារសជាតិល្ពៅសាក់មកថាហួយល្ពៅហើយអត់ប្របាក់ទំពាគាត់ញុំអត់ថ្មិញគាត់លេបចូលអត់ថ្មិញក៏លេបចូលអត់ថ្មិញលេបចូលអានេះ favorite របស់ខ្ញុំបងប្អូនគឺរសជាតិប៊ឺឈ្ងុយប៊ឺហ្មងបងប្អូនបើចង់ញ៉ាំអីកំងញ៉ាំភ្លាមទៅដោយសារតែចំហួយរបស់គាត់អត់មានប្រើសារធាតុរក្សាទុកទេអញ្ចឹងគឺទុកក្នុងទូទឹកកកបានមួយអាទិត្យកំងញ៉ាំភ្លាមគឺឆ្ងាញ់មែនតើខ្ញុំនៅតាមខេត្តកំងមួយថ្ងៃបានញ៉ាំអញ្ចឹងអត់ពិបាកទេអត់មានចិត្តថាតិចកម្មឯងអត់មានតិចកម្មណាគឺដោយមកប៉ិតនៅខាងក្រោមហ្នឹងអានេះខ្ញុំចូលចិត្តដែរបងប្អូនរសជាតិមានក្រប់ឲ្យក្រប់មកឈ្ងុយផ្លែឈើស្រស់ហ្មងឈ្ងុយឆ្ងាញ់មែនតើធម្មតាមកកំប៉ុងនេះគឺឆ្អែតហើយព្រោះឡើង200មីលីលីត្រញ៉ាំចំហួយនេះហើយខ្ញុំមានអារម្មណ៍ថាវាជំនួយទាំងសុខភាពជំនួយទាំងសម្រស់ព្រោះខ្សែគ្រឿងធម្មជាតិទៅដល់គោស្រស់ហើយតិចកម្មអានេះ favorite របស់ខ្ញុំតាំងវគ្គមុនដែរចូលចិត្តខ្លាំងណាស់ខ្ញុំគឺចូលចិត្តម៉ាឆាបងប្អូននឹងស្រាប់ហើយខាងក្រៅហ្នឹងគឺសុទ្ធតែតិចកម្មហ្មងណាហើយបងប្អូនចំហួយ NSN ហ្នឹងណា
រសជាតិក៏ទៅតាមរដូវកាលនៃផ្លែឈើដែរដែលសារតែយើងប្រើរបស់ធម្មជាតិផ្លែឈើស្រស់ៗដកគល់ស្រស់ៗចឹងណាបងឆ្ងាញ់ឈ្ងុយមែនតើខ្ញុំចូលចិត្តម៉ាច់ឆាណាអញ្ចឹងគឺម៉ាច់ឆា the best អត់ហ៊ានធ្វើម្ហូបពិសេសហ่าប៉ាដោយសារមានផ្អែមពិសេស រសជាតិលឹកម្ដង តែមកជាតិឥឡូវអត់រសជាតិ សើបអែមប៉ុន្តែនេះឆ្ងាញ់ពងមាន់នេះគុំចង់ញ៉ាំជាងគេអានេះបែបខ្ទិះហ្មងណាហើយឆ្ងាញ់ទៀតហើយអត់មានឆ្អាបទេ អញ្ចឹងសម្រាប់បងប្អូនទាំងអស់ដែលជាអតិថិជនរបស់ NSN ណាកុំភ្លេចសាកជាមួយរសជាតិថ្មីណាគឺចំហួយសុបកសិកម្មរសជាតិទុរេនហើយ Facebook Page សម្រាប់ការកម្មង់ចាំខ្ញុំដាក់នៅលើ caption របស់វីដេអូណាបងប្អូន